នេះគឺជាការដាំស្ពៃហើយការដាំស្ពៃប្រភេទនេះបងប្អូនគឺយើងមើលទៅគឺវាល្អមែនតើហើយមុននឹងការបានល្អប៉ុណ្ណេះគឺគេមានបច្ចេកទេសគេដាំបងប្អូនអ្នកគ្នាហើយឥឡូវយើងទៅមើលពីការដាំរបស់គ្នាជាដំបូងឡើយគឺគេកាត់ដបទឹកយើងបងប្អូនអ្នកគ្នាដបទឹកសុទ្ធយើងហ្នឹងអាដបទឹកដែលធំណាយើងកាត់ទៅយើងដាក់ដីវាចូលឲ្យពេញទៅហើយដបហ្នឹងគឺគេចោះរុនវាបងប្អូនគ្នាដើម្បីមានដង្ហើមចេញចូលមានខ្យល់ចេញចូលអញ្ចឹងណាហើយបន្ទាប់ពីគេកាត់មាត់វាកាត់ចាក់ដីពេញហើយគឺគេដាំកូនស្ពៃរបស់យើងបន្ទាប់ពីដាំហើយបងប្អូនគឺគេយកទឹកទៅស្រោចវាអញ្ចឹងណាដើម្បីឲ្យវាឆាប់ចាប់ឫសហើយស្ពៃបើកាលណាវាចាប់ឫសហើយគឺវានឹងឆាប់លូតលាស់បងប្អូនអរគ្នាហើយការដាំស្ពៃប្រភេទនេះគឺគេថែណាបងប្អូនអរគ្នាទៅវាឆាប់បានផលអញ្ចឹងណាហើយនេះគឺវាចាប់បានផលតិចហើយគឺយើងមើលទៅគឺវាល្អមែនតើហើយលាស់ល្អមែនតើបងប្អូនអរគ្នាការស្ពៃនេះគឺវាទាមទារឲ្យយើងថែទាំវាបន្តិចបងប្អូនដល់ពេលដែលវាបានលូតលាស់បន្តិចចឹងទៅគឺយើងមានការដាក់ថ្នាំវាដើម្បីបាញ់បំពន់វាចឹងណាបងប្អូនអរគ្នាថ្នាំនេះក៏អាចជួយឲ្យវាលូតលាស់បានលឿនហើយមួយទៀតគឺការពារពីសត្វល្អិតដូចជាដង្កូវដូចជាសត្វល្អិតផ្សេងៗណាបងប្អូនអរគ្នាគឺគេឲ្យវាទុំនឹងស៊ីស្លឹកស្ពៃរបស់យើងទេបើកាលណាវាស៊ីគឺស្ពៃរបស់យើងដាំអត់ល្អលូតលាស់វាអត់សូវល្អចឹងណាបន្ទាប់ពីការបាញ់ថ្នាំរួចបងប្អូនអរគ្នាគឺវាលូតលាស់ល្អមែនតើបងប្អូនអរគ្នាហើយរួមទៅថ្នាំនេះគឺវាជួយបំពន់ច្រើនមែនតើសម្រាប់ដំណាំប្រភេទនេះបងប្អូនអរគ្នាហើយយើងមើលទៅគឺល្អមែនតើស្ពៃនេះបន្តទៀតមកបងប្អូនអរគ្នាគឺគេធ្វើជារងវាបងប្អូនអរគ្នាគឺគេមានដំណាក់កាលនៃការដាក់វាជាថ្នាក់ហើយបន្ទាប់ពីការមើលថែវាដិតដល់បងប្អូននេះគឺជាលទ្ធផលគឺល្អមែនតើ